បាទសួស្តីបាទកម្មមកប្រិយមិត្តយើងបាទតម្រុយបាទផ្សេងបាទការប្រកួតបាទ League Cup បាទមាន3គូពិសេសបាទជួបមកមុនធ្វើការលេងទៀតហើយបាទយុគមិញនេះ3គូរបស់មិញគឺថាបាទជួបបាន2គូបាទ Man City ជាមួយនឹង Stuttgart បាទខុសតែ Inter ទេតែបងប្អូនយើងបានសុខដែរនៅក្នុងក្រុមបាល់ Pro មានចំណុចច្រើនតោះយើងមកមើលការប្រកួតគូទី1នេះបាទរវាងក្រុម Atalanta ទទួលក្រុមបាទសេមកកង់ជុំទូគូនេះលេងស្មើអត់មានក្រុមណាតក្រុមណាទេប៉ុន្តែការប្រកួតរបស់ពួកគេបាទសិតតែមានគ្រាប់បាល់អញ្ចឹងជំរឿគូទី1នេះមានគេថាគូតលេងបាទលើពីក្រាស់បាទគូនេះឯងមាន3គ្រាប់ឡើងបាទសម្រាប់គូទី2វិញការប្រកួតនៅបាទ Espagne Cup បាទ Copa del Rey បាទរវាងក្រុម Real Betis បាទប៉ះជាមួយនឹងក្រុម Atletico Madrid បាទជើងទី1បាទការប្រកួតក្នុងលីកបាទគឺ AT ឈ្នះ 2-0 ហើយបាទជំនេះបាទការប្រកួតនៅវគ្គពាក់កណ្ដាលប្រនេះបាទ semi final ណាបាទយើងមើលអាចឡើងទៅកាន់វគ្គបន្តបានអញ្ចឹងគូទី2នេះមានគេថាគូនេះគួរតែមានគ្រាប់បាល់បន្តទៀតបាទអញ្ចឹងយើងលេងជំរឿបាទពី25បាទសម្រាប់គូទី2នេះបាទហើយគូចុងក្រោយបាទការប្រកួតនៅបាទ Frank Cup បាទការប្រកួតរវាងក្រុមបាទ Strasbourg បាទប៉ះជាមួយនឹងក្រុម AS Monaco Strasbourg ហ៊ានតបាទទៅលើ Monaco បាទ25ទៀតគណៈតែការប្រកួតក្នុងលេងវិញបាទ Strasbourg ចាញ់ទៅលើ Paris គណៈដែលក្រុម Monaco បាទឈ្នះទៅលើ Rennes 4-1 ឯណោះអញ្ចឹងយប់នេះមានគេថាគួរតែលេងខាងក្រុមបាទ Monaco ហើយបាទរងខ្ទង់25អេដមីនមាន3គូជួបមកមុនពីការលេងមុននឹងសម្រេចបាទវិនិយោគណាអេដមីនមានតែ3គូទេបាទជួបមកមុនពីការលេងបាទបងប្អូនអាចសម្រេចចិត្តមុននឹងវិនិយោគបាទសម្រាប់បងប្អូនអាចចង់បានជម្រើសល្អច្រើនទៀតអាចចូលរួមជាមួយនឹងក្រុមបាល់របស់មីនបាទតាមរយៈ Telegram link ក្រោម profile អរគុណជូនបងប្អូនសំណាងល្អទាំងគ្នាកុំភ្លេចចុច follow